បើសិនជាបងប្អូនកំពុងតែត្រូវការជាមួយនឹង desktop ដែលមានទំហំតូចប៉ុន្តែកម្លាំងខ្លាំងកុំអស់រំលងវីដេអូនេះឲ្យសោះសួស្តីបងប្អូនទាំងគ្នានេះគឺជាប្រអប់ Lenovo ThinkCentre Neo 30S ដែលមានទំហំតូចកម្លាំងខ្លាំងដែលខ្ញុំបាននិយាយមុនហ្នឹងនេះបងប្អូនទាំងគ្នាខ្ញុំថាទូចគឺទូចឲ្យសពហើយខ្ញុំជានារីខ្ញុំអាចលើកបានដែរហើយបងប្អូនទាំងគ្នាបង្កើតជាឆ្ងាយថា system មួយហ្នឹងមាន spec អីគេខ្លាំងសម្រាប់ spec របស់វាគឺបំពាក់មកជាមួយនឹង CPU Core i7 ចំនួនទី13ដែលបំពាក់មក RAM 8GB Solid 512GB PCIe Gen 4តែដើម្បីកុំឲ្យខាតពេលវេលារបស់បងប្អូនយូរយើងក្រឡេកមកមើលផ្នែកខាងមុខរបស់ Lenovo ThinkCentre មួយម្ដងនេះសម្រាប់ port ខាងមុខគឺបំពាក់មកជាមួយនឹង port USB ចំនួន2 port port Type C ចំនួន1 port port audio ចំនួន1 port port mic ចំនួន1 portក្រឡេកមកមើលផ្នែកខាងក្រៅរបស់ Lenovo ThinkCentre មួយម្ដងនេះគឺបំពាក់មកជាមួយនឹង port USB ចំនួន4 port network 1 port VGA 1 port HDMI 1 port សម្រាប់បងប្អូនជាប់ជាមួយ LTE របស់បងប្អូនទាំងអស់គ្នាចាបងប្អូនមកគ្នាបន្ទាប់ពីការរៀបរាប់ spec ហើយបងប្អូនបាត់ទៅឆ្ងាយ RAM 8GB មិនក៏វាធំបងប្អូនទីទៀតដឹងឲ្យតាស់យើងបត់ដឹងសិនមើលទាំងអស់គ្នាហ្មងចាបងប្អូនទាំងអស់គ្នានេះគឺជាផ្នែកខាងក្នុងរបស់ Lenovo ThinkCentre មួយម្ដងនេះសម្រាប់ port ខាងក្នុងវាគឺ slot RAM មានចំនួន2 slot ពីបងប្អូនទាំងគ្នាហើយមក 8GB មួយ slot ទំនេរមួយ slot ហើយសម្រាប់ RAM ហ្នឹងគឺយើងអាច upgrade រហូតដល់ 64GB បានហើយសម្រាប់ PCIe ដូចគ្នាគឺមក2 slot ដូចគ្នាហើយមួយ512GB PCIe ហើយនឹងទំនេរមួយ slot ហើយបងប្អូនអាចទាំងអស់គ្នាអាច upgrade រហូតដល់ 2T Gen 4 បានដូចគ្នាដែរហើយសម្រាប់កាត Wi-Fi គឺនៅក្នុងនេះបងទាំងកាត Wi-Fi ទាំង Bluetooth គឺវាក្នុងនេះស្រាប់តែម្ដងហើយជាពិសេសគឺមាន speaker ទៀតផងងាយស្រួលសម្រាប់បងប្អូនប្រើប្រាស់ជាមួយនឹងការងារប្រចាំថ្ងៃរបស់បងប្អូនទាំងអស់គ្នាចាបងប្អូនទាំងអស់គ្នាដោយសារតែវាមានទំហំទូចកម្លាំងខ្លាំងហ្នឹងឯងដែលជាប់ឈ្មោះ system មួយម្ដងនេះជាប្រភេទ commercial ដែលវាអាចជួយបម្រើការងារបងប្អូនទាំងអស់គ្នាគ្រប់កលៈទេសៈអាចបត់បែនបានច្រើនទម្រង់ខ្លាំងមែនតើមិនថាបងប្អូននៅទីកន្លែងតូចចង្អៀតប្រើប្រាស់ជាមួយការងារតូចធំគឺបានគ្រប់កលៈទេសៈតែម្ដងគឺជាប្រភេទ professional ខ្លាំងមែនតើហើយសម្រាប់ desktop មួយម្ដងនេះក៏មានការធានាជូន3ឆ្នាំពីក្រុមហ៊ុនទៀតផងបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលាឈប់បងប្អូនអរគ្នាហើយសម្រាប់ system មួយហ្នឹងក៏មានថែមជូនម៉ៅហើយនឹង keyboard ផងដែរបងប្អូនអរគ្នា